សូមជម្រាបសួរបងប្អូនជនរួមជាតិជាទីរាប់អានទាំងអស់គ្នាជួបជាមួយខ្ញុំបាទម្ដងទៀតហើយថ្ងៃនេះខ្ញុំសូមចែករំលែកពាក្យវរមៈនិងពាក្យវរម័នដោយសារតែមានបងប្អូនខ្មែរយើងមួយចំនួនបានសួរមកកាន់ខ្ញុំថាហេតុអ្វីបានជាខ្ញុំហៅព្រះនាមរបស់ព្រះមហាក្សត្រខ្មែរយើងក្នុងសម័យបុរាណថាវរមៈទាំងដែលអក្សរដែលយើងសរសេរទាំងដែលយើងធ្លាប់ឮទាំងដែលយើងធ្លាប់រៀនគឺជាពាក្យវរម័នទៅវិញទេដូច្នេះសូមរីករាយស្ដាប់ជាមួយខ្ញុំបាទទាំងអស់គ្នាជាការពិតណាស់យើងធ្លាប់តែឃើញយើងធ្លាប់តែសរសេរយើងធ្លាប់តែឮពាក្យថាវរម័នសូម្បីតែនៅក្នុងកម្មវិធីសិក្សានៃក្រសួងអប់រំយើងក៏មានសរសេរនិងបង្រៀនពាក្យវរម័នផងដែរបើយោងតាមសិលាចារឹកនានានៅនឹងប្រាសាទបុរាណខ្មែរយើងគឺពុំមានពាក្យវរម័ននេះទេក៏ប៉ុន្តែមានពាក្យវរមៈទៅវិញពាក្យវរមៈនេះគឺជាពាក្យរបស់ខ្មែរយើងដែលកម្លាយចេញពីភាសាសំស្ក្រឹតរីឯវរម័នគឺជាការសរសេរតាមសំនៀងភាសាបារាំងពីព្រោះនៅក្នុងសតវត្សទី19ក្នុងសម័យកាលអាណានិគមបារាំងជនជាតិបារាំងបូករួមទាំងបុរាណវិទូទាំងអ្នកឯកទេសខាងសិលាចារឹកបានមកដល់ប្រទេសយើងដើម្បីសិក្សាអំពីសិលាចារឹកតាមប្រាសាទនានាក្នុងប្រទេសយើងហើយពួកគាត់ក៏បានចងក្រងឯកសារជាភាសាបារាំងក្នុងសម័យនោះយើងពុំទាន់មានបុរាណវិទូឬក៏អ្នកឯកទេសខាងសិលាចារឹកទេគឺមានតែជនជាតិបារាំងប៉ុណ្ណោះដែលហៅថាពួកគាត់មានឧបករណ៍និងបរិក្ខារគ្រប់គ្រាន់ក្នុងការស្រាវជ្រាវនិងសិក្សាអំពីសិលាចារឹកដោយខ្មែរយើងពុំទាន់មានលទ្ធភាពនិងឧបករណ៍និងបរិក្ខារសម្រាប់ស្រាវជ្រាវនិងសិក្សាអំពីសិលាចារឹកឡើយនៅពេលដែលបងប្អូនខ្មែរយើងបានទៅរៀននៅប្រទេសបារាំងអំពីសិលាចារឹកអំពីបុរាណវិទ្យាគឺពួកគាត់រៀនជាភាសាបារាំងជាអក្សរបារាំងដូច្នេះពាក្យវរមៈនេះគឺសរសេរតាមសំនៀងជនជាតិបារាំងដែលពួកគាត់មិនអាចហៅវរមៈបានដូចជាភាសាខ្មែរយើងឡើយគាត់សរសេរវរម័នដូច្នេះបុរាណវិទូខ្មែរយើងក៏សរសេរតាមសំនៀងជនជាតិបារាំងថាវរម័នមកដល់សពថ្ងៃសម័យកាលអាណានិគមបារាំងត្រូវបានបញ្ចប់ខ្មែរយើងក៏មានបុរាណវិទូដែលពួកគាត់បញ្ចប់ការសិក្សាពីប្រទេសបារាំងផ្នែកបុរាណវិទ្យានិងផ្នែកចារឹកសាស្ត្រនៅពេលដែលបុរាណវិទូខ្មែរយើងត្រឡប់ពីប្រទេសបារាំងមកដល់ប្រទេសជាណាចក្រកម្ពុជាវិញពួកគាត់ក៏ធ្វើការស្រាវជ្រាវតាមប្រាសាទបុរាណជាច្រើននៅក្នុងប្រទេសយើងពេលនោះពួកគាត់ក៏ប្រទះឃើញពាក្យវរមៈមិនមែនពាក្យវរម័នឡើយដែលជាមូលហេតុមកដល់សពថ្ងៃមានលោកគ្រូអ្នកគ្រូខាងបុរាណវិទ្យានិងឯកទេសខាងសិលាចារឹកក៏ដូចជាសាស្ត្រាចារ្យបានលើកទឹកចិត្តនិងនៅតែជំរុញឲ្យខ្មែរយើងប្រើពាក្យវរមៈជំនួសវិញដោយហេតុថាតាមស្លាយចរិតខ្មែរយើងគឺមិនមានពាក្យវរម័ននោះទេក៏ប៉ុន្តែគឺមានតែពាក្យវរមៈដែលជាពាក្យរបស់ខ្មែរយើងកម្លាយមកពីសំស្ក្រឹតប៉ុណ្ណោះដែលពាក្យនេះគឺយើងប្រើតាំងពីសម័យបុរេអង្គររហូតមកដល់សម័យអង្គរម្លេះចំណុចនេះមិនមែនបានន័យថាជនជាតិបារាំងគាត់ព្យាយាមឬក៏គាត់មានចេតនាក្នុងការបំភ្លៃឬក៏កាឡៃព្រះនាមព្រះមហាក្សត្រខ្មែរយើងទេក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការបញ្ចេញសូរសៀងដោយសារថាជនជាតិបារាំងមិនអាចបញ្ចេញសូរសៀងភាសាខ្មែរឲ្យបានត្រឹមត្រូវដោយយើងជាជនជាតិខ្មែរនោះទេជាមូលហេតុដែលពួកគាត់សរសេរទៅជាវរម័នវិញហើយយើងក៏សរសេរភាសាខ្មែរចេញពីអក្សរបារាំងមកវិញគឺវរម័ននៅតាមសិលាចារឹកនិងភាសាខ្មែរយើងគឺយើងហៅថាវរមៈសូមអរគុណសម្រាប់ការតាមដានវីដេអូនេះជួបជាមួយខ្ញុំបាទនៅវីដេអូក្រោយ